ថ្ងៃនេះថ្ងៃទី3ខែ3ឆ្នាំ2026នៅវេលាម៉ោង11:25នាទីនៅប្រទេសអ៊ីស្រាអែលគឺមុននេះបន្តិចគឺមានសារ៉ែនឡូតនៅតំបន់ខ្ញុំផងដែរក៏ប៉ុន្តែវាបានស្ងប់ស្ងាត់ទៅវិញហើយរវាងសង្គ្រាមប្រទេសអ៊ីស្រាអែលនិងអ៊ីរ៉ង់អត់តាន់បានបញ្ចប់ទេនៅពេលនេះហើយក៏វាមិនសូវជាខ្លាំងក្លាប៉ុន្មានដែរដោយសារតែតំបន់របស់ខ្ញុំគឺមានសុវត្ថិភាពទេនៅកេហ្វាយូណាដោយសារតែវានៅឆ្ងាយពីទីក្រុងតេលវីវជាយេរូសាឡឹមហើយជាមួយនឹងHaifa ហើយអ៊ីឡាតអញ្ចឹងហើយតំបន់របស់ខ្ញុំរៀងមានសុវត្ថិភាពជាងគេសារ៉ានក៏អត់សូវលោតដែរតាំងពីចាប់ផ្ដើមបាញ់គ្នាមកហើយខ្ញុំឃើញព័ត៌មាននៅស្រុកខ្មែរគឺបំផងខ្លាំងមែនទែនធ្វើឲ្យអ្នកដែលមានបងប្អូននៅប្រទេសអ៊ីស្រាអែលហ្នឹងបារម្ភពីកូនសុខសុវត្ថិភាពរបស់កូនខ្លាំងមែនទែននៅអ្នកខ្លះក៏បំផងព័ត៌មាននៅប្រភពមកពីអ្នកខ្លះទេថាប្រទេសអ៊ីស្រាអែលហ្នឹងគឺអ៊ីរ៉ង់បាញ់ខ្ទេចហើយព័ត៌មាននៅប្រទេសអ៊ីស្រាអែលនេះដូចជាឃើញធ្លាក់តែ3-4គ្រាប់នោះទេគឺនៅតេលវីវមួយគ្រាប់ហើយនៅជាយេរូសាឡឹម2គ្រាប់តែប៉ុណ្ណឹងហើយសម្រាប់តំបន់ដែលខ្ញុំរស់នៅហ្នឹងគឺឆ្ងាយពីតេលវីវនេះគឺ33គីឡូគឺវាឆ្ងាយគួរសមដែរតាំងពីមានសង្គ្រាមមកតំបន់របស់ខ្ញុំវារៀងមានសុវត្ថិភាពជាងគេដែរដោយសារតែសារ៉ានក៏ទៅលូនញាប់ដែរហើយយប់មិញក៏អ៊ីរ៉ង់បាញ់មកដែរនៅខ្ទង់ម៉ោង12ហ្នឹងគឺសារ៉ានតំបន់របស់ខ្ញុំក៏លោតដែរតែលោតតែម្ដងទេគឺក្របហោះពេញមេឃតែម្ដងអ្នកទាំងអស់គ្នាមកដល់ទីនេះអ្នកទាំងអស់គ្នានឹងដឹងថាប្រព័ន្ធការពារប្រទេសអ៊ីស្រាអែលគឺខ្លាំងក្លាប៉ុណ្ណាគឺខ្ញុំឃើញទិដ្ឋភាពនៅផ្ទាល់ភ្នែកគឺទើបដឹងថាប្រទេសគេខ្លាំងមែនទែនមីស៊ីលហោះពេញមេឃតែគេចាប់បានទាំងអស់គឺសរសើរខ្លាំងមែនទែនខ្ញុំសរសើរខ្ញុំមកដល់នេះខ្ញុំមានអារម្មណ៍ថាវាមានសុវត្ថិភាពមិនមានជាបញ្ហានោះទេហើយក៏ខ្ញុំក៏អត់មានភាពភ័យខ្លាចនោះដែរហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបងតាមដានព័ត៌មាននៅស្រុកខ្មែរកុំសូវជឿពេកត្រូវតែដឹងប្រភពឲ្យច្បាស់លាស់ខ្លាំងមែនទែនដោយសារតែព័ត៌មាននៅស្រុកខ្មែរឃើញបំពងខ្លាំងមែនទែន